គឺយើងមកខំមកយើងអាចហៅជាមួយនឹងយើងអាចតាំងមួយ x random ran in អញ្ចឹង x random dot ran in អញ្ចឹងកន្លែងហ្នឹងគឺយើងអាចហៅលេខ random ពី1ទៅ100អញ្ចឹងកន្លែងហ្នឹងគឺវានឹង print ឬក៏វាឲ្យតម្លៃហ្នឹង unpredictable បែរថាវាអាច generate លេខប៉ុន្មានក៏បានដែរពី1ដល់100ហ្នឹងនៅពេលណាយើងបានហៅវាម្ដងហើយលេខហ្នឹងគឺវាបដូររហូតអញ្ចឹងក្នុងការ print ជាមួយនឹង integer number គឺយើងហៅជាមួយ random dot ran in អញ្ចឹងយើងអាច print មកហ្នឹងហើយអូខេយើង save សិនមក save សិនហៅវាម្ដងទៀតនេះអញ្ចឹងវានឹង generate បែរថាជាមួយនឹងគេលេខ45ឧទាហរណ៍បើសិនយើងដាក់ print ម្ដងទៀតវានឹងចេញលេខ92យើង print ម្ដងទៀតវានឹងដូរទៅ24អញ្ចឹងក្នុងការហៅជាមួយ random number គឺយើងចង់ដាក់ប៉ុន្មានក៏បានដែរអាច1000អាចទៅ10000តែបើយើងចង់ដាក់បានហើយវានឹង generate randomly នេះ30ម្ដងទៀត241អូខេចាហ្នឹងគឺជាការដែលយើងអាចហៅជាមួយ random number បានបន្តមកទៀតបើសិនជាយើងចង់ហៅជាមួយនឹងលេខរបៀបថាជា floating point បដូរពី ran in ទៅជា uniform វិញឧទាហរណ៍កន្លែងនេះឧទាហរណ៍មកយើងបដូរពី random dot uniform ហើយយើងអាចហៅថា1.0ទៅដល់ 100.0 នេះចង់ទៅ 100.0 ក៏បានដែរបែរថាយើងអាចហៅជាមួយនឹង random floating point number ដែលប្រើជាមួយនឹង random uniform អូខេនេះគឺវា generate randomly អូខេចានេះគឺជា easy quiz សម្រាប់ test សម្រាប់អ្នកនរគ្នាទី1តើ output នេះprint type 5នេះគឺវាជាលក្ខណៈថាខ្លះវាជាអីគេ1 2 3 A B C D ទី2តើ output print type